ដើម្បីចំណេញនេះសិនមុននឹងធ្វើការដាំដុះដំណាំដលងដែលមានទី1ហ្នឹងគឺការកាត់ប្រវែងដើមពូជទី2គឺការដាំពីមួយគុំទៅមួយគុំឬក៏ពីម្ដាមទៅម្ដាមទី3គឺការដោតដើមដំឡូងចូលទៅក្នុងដីបាទដែលទី1គឺការកាប់ដើមពូជប្រវែងដើមពូជពិតជាសំខាន់ណាស់បងប្អូនព្រោះវាគឺជាការវាស់ស្ទង់ថាដំឡូងរបស់យើងនឹងអាចធន់ជាមួយនឹងអាកាសធាតុប៉ុណ្ណាហើយដំឡូងរបស់យើងវាអាចមានលទ្ធភាពដុះបានកម្រិតណាដោយសារអីនៅពេលដែលបងប្អូនកាប់ដើមដំឡូងខ្លីមានផលប៉ះពាល់កាប់ដើមដំឡូងវែងពេកបងប្អូនចំណាយដើមអស់ច្រើនឲ្យជាទូទៅភាគច្រើនបងប្អូនដែលដាំដំឡូងគាត់កាប់ចន្លោះពី20សង់ទីម៉ែត្រទៅ30សង់ទីម៉ែត្រទៅតាមគាត់មានដើមពូជច្រើនឬក៏មានដើមពូជតិចប៉ុន្តែនៅក្នុងកម្រិតប៉ុណ្ណឹងគឺកម្រិតដែលស្តង់ដារមែនតើព្រោះស្អីបងប្អូនកាត់ប្រវែងហ្នឹងគឺបងប្អូនអាចទុកឲ្យដើមដំឡូងរបស់យើងនឹងវាមានភ្នែកចន្លោះពី5ភ្នែកទៅ7ភ្នែកដែលភ្នែកដំឡូងប៉ុណ្ណឹងគឺវាអាចដុះបន្លបពុកថ្មីដែលវាអាចចេញជាមែកដើមដំឡូងថ្មីឲ្យយើងបានហើយនៅក្នុងប្រវែងហ្នឹងគឺជាប្រវែងមួយដែលដំឡូងរបស់យើងវាមានសារធាតុទឹកគ្រប់គ្រាន់និងសារធាតុអាហារបម្រុងនៅក្នុងដើមហ្នឹងក៏គ្រប់គ្រាន់ដែរបាទដែលក្នុងប្រវែងចន្លោះពី20ទៅ30សង់ទីម៉ែត្រហ្នឹងហើយចំណុចដែលសំខាន់បងប្អូនគួរដឹងមួយទៀតគឺការកាប់ដើមដំឡូងដែលមានប្រវែងខ្លីពេកចាប់ពី15សង់ទីម៉ែត្រចុះក្រោមពីព្រោះដោយសារប្រវែងប៉ុណ្ណឹងគឺវាធ្វើឲ្យដើមដំឡូងបងប្អូនហ្នឹងគឺឆាប់នឹងអស់ជាតិទឹកលឿនហើយដើមដំឡូងប៉ុណ្ណឹងគឺវាអត់ផ្ដល់អាហារបម្រុងច្រើនទេអញ្ចឹងនៅពេលដែលបងប្អូនធ្វើការដោតចូលទៅក្នុងដីនៅក្នុងរងដំឡូងបងប្អូនគឺវាធ្វើឲ្យដើមដំឡូងបងប្អូនហ្នឹងគឺខ្សោយហើយដើមដំឡូងមិនសូវធន់ឆាប់ងាប់ដើមទៅវិញទី2ចន្លោះក្នុងការដាំពីមួយដើមទៅមួយដើមឬក៏ពីមួយគុំទៅមួយគុំទៅនឹងការដាំចន្លោះពីមួយដើមទៅមួយដើមគឺអាស្រ័យទៅលើប្រភេទដីអាស្រ័យទៅលើប្រភេទពូជហើយអាស្រ័យទៅលើម្ចាស់ចម្ការគាត់ស្រឡាញ់ចូលចិត្តគាត់ចង់បានញឹកឬក៏ចង់បានរង្វើប៉ុន្តែជាធម្មតាបើសិនជាបងប្អូនដាំកឹបពេកគឺមានផលប៉ះពាល់ហើយបើដាំឆ្ងាយពេកគឺធ្វើឲ្យបងប្អូនខាតដីហើយទៅនឹងការដាំកឹបពេកគឺបងប្អូនចំណាយដើមពូជអស់ច្រើនហើយនៅពេលដែលដំឡូងបងប្អូនដុះមកគឺដើមដំឡូងវាកឹបគ្នាពេកធ្វើឲ្យការចាក់មើមហ្នឹងគឺវាចាក់ទល់គ្នាធ្វើឲ្យមើមខ្លីមើមចេញអត់សូវបានច្រើនទេហើយទៅនឹងភាពស្ដុកនៅពេលដែលដំឡូងរបស់យើងវាស្ដុកខ្លាំងវាធ្វើឲ្យខ្យល់ចេញចូលអត់គ្រប់គ្រាន់ទទួលពន្លឺអត់គ្រប់ធ្វើឲ្យដំឡូងរបស់យើងប្រឈមជាមួយនឹងពពួកសត្វល្អិតតកៅហើយនឹងជំងឺចូលក្នុងចង្កាដំឡូងបងប្អូនសម្រាប់ចន្លោះដែលដាំនៅក្នុងប្រទេសកម្ពុជារបស់យើងភាគច្រើនពេញនិយមគឺ1ម៉ែត្រហ្នឹងគឺដាំ3គុំឬក៏ដាំ3ដើមហើយបើពេលខ្លះក៏គាត់ដាំដល់4ទឹកម្ដងបើសិនគាត់ឆ្លាញ់រង្វើលដែរណាបងប្អូនហើយតើតើនឹងការដាំរង្វើលពេកគឺធ្វើឲ្យយើងខាតដីអញ្ចឹងតើតើនឹងកម្រិតក្នុងការដាំចន្លោះពី30ទៅ40សង់ទីម៉ែត្រហ្នឹងគឺឃើញថាពេញនិយមដាំច្រើនមែនតើដែលចការដែលខ្ញុំធ្លាប់ជួបកន្លងមកបាទចំណុចទី3គឺតើតើនឹងការដាំដោតដើមចូលទៅក្នុងដីភាគច្រើនបងប្អូនកាត់ដើមហើយប្រវែងដែលបងប្អូនឆ្លាញ់ហើយគឺយើងដាំ1/3នៃដើមដំឡូងហ្នឹងកុំដាំជ្រៅពេកហើយក៏កុំដាំរាក់ពេកបើសិនជាបងប្អូនដាំជ្រៅពេកបើសិនជាបងប្អូនលើករងទាបគឺវាប្រឈមនឹងការបញ្ចេញឫសបានខ្លីហើយទៅនឹងពេលដែលមើមចាក់ទៅក្រោមគឺវាឆាប់ដល់ស្រទាប់បាតដីដែលរឹងអញ្ចឹងធ្វើឲ្យដំឡូងបងប្អូនគឺអត់លូតបានវែងទេហើយបើសិនជាបងប្អូនដាំរាក់ពេកគឺនៅពេលដែលដំឡូងរបស់យើងត្រូវជាមួយនឹងភ្លៀងច្រោះដីគឺវាងាយនឹងដួលរលំហើយនៅពេលខ្លះពេលដែលដំឡូងរបស់យើងចាប់ផ្ដើមលូតលាស់ស្លឹកចេញឫសហើយប៉ុន្តែត្រូវជាមួយនឹងខ្យល់កន្ត្រាក់ក៏អាចងាយនឹងដួលរលំដែរដោយសារអីគឺឫសវាចាប់បានរាក់ពេកអញ្ចឹងសម្រាប់ការដោតដើមដំឡូងចូលទៅក្នុងដីគឺបងប្អូនគួរតែដោត1/3នៃដើមដំឡូងបានល្អបងប្អូនហើយសម្រាប់បងប្អូនដែលមានបច្ចេកទេសល្អៗទៅនឹងការដាំដុះដំណាំដំឡូងអាច comment ចែកម្លែកនៅក្នុងវីដេអូនេះបានហើយបើសិនជាត្រូវការជីថ្នាំចង់យកទៅប្រើប្រាស់ទៅលើដំណាំដំឡូងគឺខាងខ្ញុំមានលក់ហើយសម្រាប់បងប្អូនដែលមានជាសំណួរចម្ងល់ក៏អាច comment សួរនាំនៅក្នុងវីដេអូនេះបានខ្ញុំនឹងឆ្លើយតបជូនកុំភ្លេចជួយចុច like ចុច share វីដេអូនេះម្នាក់មួយផងអរគុណច្រើនដែលបានទស្សនាវីដេអូនេះ